សូមជម្រាបសួរអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងបន្តចែករំលែកទៅលើចំណេះដឹងដែលជាមូលដ្ឋានគ្រឹះគណនេយ្យនឹងបន្តទៀតបាទអូខេអញ្ចឹងមុននឹងបន្តសូមអ្នកនរគ្នាជួយចុច Subscribe និងដាក់សញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតបាទសម្រាប់វីដេអូនេះខ្ញុំនឹងចែករំលែកទៅលើមូលដ្ឋានគ្រឹះគណនេយ្យហ្នឹងបាទដែលទាក់ទងជាមួយនឹងការចំណាត់ថ្នាក់ប្រតិបត្តិការអាជីវកម្មក្នុងរបាយការណ៍ហិរញ្ញវត្ថុបាទអញ្ចឹងជាធម្មតាអ្នកនរគ្នាបានដឹងហើយថាសម្រាប់អឺរបាយការណ៍ហិរញ្ញវត្ថុដើម្បីអាចរៀបចំទៅបានគឺក្រុមហ៊ុនហ្នឹងត្រូវមានប្រព័ន្ធគណនេយ្យបាទដើម្បីកត់ត្រាឬក៏គ្រប់គ្រងទៅលើប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនហ្នឹងបាទឬក៏ទាក់ទិនជាមួយនឹងព័ត៌មានហិរញ្ញវត្ថុរបស់ក្រុមហ៊ុនហ្នឹងបាទអញ្ចឹងប្រព័ន្ធគណនេយ្យហ្នឹងគឺគេប្រើវាដើម្បីទៅកត់ត្រាប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនហ្នឹងដើម្បីអាចតាមដានទៅលើព័ត៌មានគណនេយ្យឬក៏ព័ត៌មានហិរញ្ញវត្ថុរបស់ក្រុមហ៊ុនហ្នឹងបាទអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងចែករំលែកដល់អ្នកគ្នាបន្តទៀតទាក់ទិនជាមួយនឹងប្រតិបត្តិការអាជីវកម្មហ្នឹងបាទតើនៅពេលដែលមានប្រតិបត្តិការអាជីវកម្មហ្នឹងតើគេត្រូវចំណាត់ថ្នាក់វាជាប្រភេទប្រតិបត្តិការបែបណាហើយនៅពេលដែលយើងកត់ត្រាហ្នឹងគួរកត់ត្រាជាធាតុណាមួយនៃរបាយការណ៍ហិរញ្ញវត្ថុហើយសម្រាប់ការបង្ហាញរបាយការណ៍ហ្នឹងតើត្រូវយកទៅបង្ហាញនៅក្នុងរបាយការណ៍មួយណាបាទអញ្ចឹងកុំឲ្យខាតពេលខ្ញុំនឹងបន្តទៅលើការចែករំលែកនឹងបន្តទៀតបាទអូខេអញ្ចឹងដោយដែលអ្នកនរគ្នាបានដឹងនៅក្នុងវីដេអូមុនគឺប្រភេទនៃប្រតិបត្តិការអាជីវកម្មគឺវាមានជាប្រតិបត្តិការមូលធនហើយនិងប្រតិបត្តិការចំណូលបាទ Capital Transaction ហើយនិង Revenue Transaction ឬក៏អ្នកខ្លះគឺគេឲ្យឈ្មោះថា Capital Item និង Revenue Item អញ្ចឹងសម្រាប់ប្រតិបត្តិការមូលធននេះគឺជាប្រតិបត្តិការដែលមានឥទ្ធិពលរយៈពេលវែងបាទដែលយើងនិយាយពីលក្ខណៈរបស់វាគឺយូរជាងបរិច្ឆេទគណនេយ្យបាទហើយប្រតិបត្តិការទាំងអស់ហ្នឹងវាផ្ដល់ជាអត្ថប្រយោជន៍ឲ្យក្រុមហ៊ុនហ្នឹងគឺយូរជាងមគ្គតីបរិច្ឆេទគណនេយ្យគឺយូរជាងមួយឆ្នាំហ្នឹងហើយបាទហើយសម្រាប់ប្រតិបត្តិការចំណូលនេះវិញជាប្រតិបត្តិការដែលជាលក្ខណៈ short term បាទរយៈពេលខ្លីហើយប្រតិបត្តិការទាំងអស់ហ្នឹងជាទូទៅវាកើតឡើងនៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនហ្នឹងបាទហើយសម្រាប់អឺប្រតិបត្តិការមូលធននេះគេមានជាការបែងចែកជាប្រភេទវាពីរប្រភេទទៀតបាទដែលគេយកអំពីចំណាយមូលធនហើយនិងចំណូលជាមូលធនបាទអញ្ចឹងសម្រាប់ប្រតិបត្តិការចំណាយមូលធននេះគឺសំដៅដល់ប្រតិបត្តិការទាក់ទិនជាមួយនឹងការទិញទៅលើទ្រព្យរយៈពេលវែងឬក៏ចំណាយទាំងឡាយណាដែលវាធ្វើឲ្យទ្រព្យរយៈពេលវែងហ្នឹងមានសមត្ថភាពឬក៏ទំហំនៃការផលិតហ្នឹងខ្លាំងជាងមុនបាទអញ្ចឹងចំណាយទាំងអស់ហ្នឹងគេរាប់បញ្ចូលវាជាអឺចំណាយមូលធនហើយបាទសម្រាប់ចំណូលជាមូលធនវិញវាសំដៅដល់ទឹកប្រាក់ដែលទទួលបានពីការខ្ចីបាទឬក៏ទាក់ទិនជាមួយនឹងការបោះលក់មូលបត្រផ្សេងៗដើម្បីទទួលបានហិរញ្ញវត្ថុយកមកធ្វើអាជីវកម្មបាទឬក៏ប្រតិបត្តិការអឺណាមួយដែលវាធ្វើឲ្យមានការថយចុះនៃទ្រព្យសកម្មរបស់ក្រុមហ៊ុនបាទហ្នឹងគេរាប់បញ្ចូលវាជាចំណូលជាមូលធនហើយបាទអូខេអញ្ចឹងសម្រាប់ប្រតិបត្តិការចំណូលវិញក៏មានការបែងចែកជាពីរប្រភេទដែរបាទគឺមានចំណាយប្រចាំថ្ងៃហើយនិងចំណូលបានពីផលចំណូលសម្រាប់ចំណាយប្រចាំថ្ងៃនេះគឺភាសាអង់គ្លេសហ្នឹង Revenue Expenditure ហើយសម្រាប់ចំណូលបានពីផលចំណូលនេះគឺ Revenue Receipt បាទអញ្ចឹងសម្រាប់ចំណាយប្រចាំថ្ងៃនេះគឺសំដៅដល់អឺប្រតិបត្តិការចំណាយទាំងឡាយណាដែលវាកើតឡើងនៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនហ្នឹងហើយគេនឹងកត់ត្រាវាទៅជាចំណាយបាទ
ត្រឹមមកកន្លែងបរិច្ចាគណនេយ្យគឺគាត់អាចលើកពីនឹងបានទេយើងទទួលស្គាល់ត្រឹមមួយឆ្នាំចុងក្រោយមកសម្រាប់ចំណូលបានមកពីផលចំណូលវិញគឺសំដៅដល់ប្រភេទចំណូលដែលកើតឡើងនៅក្នុងសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុនហើយចំណូលទាំងអស់ហ្នឹងនឹងត្រូវកត់ត្រាទទួលស្គាល់ហ្នឹងត្រឹមមកកន្លែងបរិច្ចាគណនេយ្យចុងក្រោយមកត្រឹមមួយឆ្នាំចុងក្រោយអញ្ចឹងសំណួរសួរថាតើតើតើជាមួយនឹងចំណាយមូលធនឬក៏ចំណូលជាមូលធនរួមទាំងចំណាយប្រចាំថ្ងៃឬក៏ចំណូលបានពីផលរបរហ្នឹងតើនៅពេលដែលគេកត់ត្រាហ្នឹងគឺកត់ត្រាជាអីហើយសម្រាប់ការបង្ហាញហ្នឹងបង្ហាញនៅក្នុងរបាយការណ៍ណាខ្លះបាទទាក់ទិនជាមួយរបាយការណ៍រ៉ាញ់ទុករបស់ក្រុមហ៊ុនហ្នឹងអញ្ចឹងសម្រាប់ចំណាយជាមូលធនវិញគឺនៅពេលដែលមានប្រតិបត្តិការនឹងកើតឡើងគេកត់ត្រាវាជាទ្រព្យសកម្មរយៈពេលវែងហើយជាប្រភេទនៃ Non-current asset បាទហើយសម្រាប់ការយកទៅបង្ហាញនៅក្នុងរបាយការណ៍រ៉ាញ់ទុកគឺគេបង្ហាញនៅក្នុង Balance Sheet បាទសម្រាប់ប្រតិបត្តិការដែលជាចំណូលជាមូលធនវិញគឺគេកត់ត្រាហ្នឹងវាជា Liability ឬក៏ពេលខ្លះគេកត់ត្រាវាជា Equity របស់ក្រុមហ៊ុននិងមានការឬក៏គេកត់ត្រាហ្នឹងករណីខ្លះវាមានការថយចុះនៃតម្លៃទ្រព្យកម្មរបស់ក្រុមហ៊ុនអញ្ចឹងសាច់រឿងហ្នឹងគេយកទៅបង្ហាញនៅក្នុង Balance Sheet បាទទិនជាមួយនឹងជាចុះវាជាបំណុលឬក៏ជា Equity ក្នុងករណីខ្លះជា Equity ឬក៏ប្រតិបត្តិការខ្លះវាអាចធ្វើឲ្យទ្រព្យរបស់ក្រុមហ៊ុនហ្នឹងគឺមានការថយចុះនៃតម្លៃរបស់វាបាទប្រតិបត្តិការទាំងអស់ហ្នឹងពេលដែលកត់ហើយបាទគេយកវាបង្ហាញនៅក្នុង Balance Sheet បាទហើយសម្រាប់ចំណាយប្រចាំថ្ងៃវិញគឺគេកត់ត្រាវាជាចំណាយបាទហើយវានឹងមានផលប៉ះពាល់ទៅលើលទ្ធផលចំណេញខាតនៅក្នុងគណនេយ្យបរិច្ចាគណនេយ្យហ្នឹងបាទអញ្ចឹងសម្រាប់របាយការណ៍ដែលយកទៅបង្ហាញគឺយកបង្ហាញនៅក្នុង Income Statement បាទរបាយការណ៍លទ្ធផលសម្រាប់ចំណូលបានពីផលចំណូលគឺគេចុះវាជាចំណូលរបស់ក្រុមហ៊ុនបាទសម្រាប់មកកន្លែងបរិច្ចាគណនេយ្យហើយសម្រាប់ការយកទៅបង្ហាញគេបង្ហាញនៅក្នុង Income Statement ដូចគ្នាបាទអញ្ចឹងសម្រាប់វីដេអូនេះគោលបំណងគឺចង់ឲ្យអ្នកនរគ្នាយល់ដឹងទៅលើប្រតិបត្តិការអាជីវកម្មហើយនឹងទាក់ទិនជាមួយនឹងការអឺកត់ត្រាទទួលស្គាល់ជាអីហើយសម្រាប់ការបង្ហាញហ្នឹងគឺបង្ហាញនៅក្នុងរបាយការណ៍ណាខ្លះបាទព្រោះក្នុងនាមយើងជាអ្នកកាន់បញ្ជីគណនេយ្យឬក៏ជាគណនេយ្យករហ្នឹងត្រូវយល់ដឹងទៅលើប្រភេទនៃប្រតិបត្តិការអាជីវកម្មហ្នឹងដើម្បីអាចនៅពេលដែលយើងយកទៅកត់ត្រាចូលប្រព័ន្ធគណនេយ្យហ្នឹងគឺអាចកត់ត្រាហ្នឹងបានត្រឹមត្រូវហើយយើងចំណាត់ថ្នាក់វាជាប្រភេទនៃធាតុក្នុងរបាយការណ៍ហ្នឹងបានត្រឹមត្រូវទៅគឺយើងអាចយកទៅរៀបចំក្នុងរបាយការណ៍មួយៗហ្នឹងបានត្រឹមត្រូវហើយបាទនៅពេលដែលអ្នកនរគ្នាយល់ដឹងទៅលើប្រតិបត្តិការហ្នឹងក៏វាអាចកាត់បន្ថយនៅហោសមួយចំនួនដែលទាក់ទិនជាមួយនឹងការដែលយើងយកទៅបង្ហាញនៅក្នុងរបាយការណ៍រ៉ាញ់ទុកដែរបាទអូខេអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេហើយបើសិនជាអ្នកនរគ្នាគិតថាវីដេអូនេះមានប្រយោជន៍អ្នកនរគ្នាអាចជួយ Share វីដេអូចែករំលែកតផងបាទសូមអរគុណ